ដូច្នេះបើកាលណាយើងចូលទៅដល់ត្រៃលក្ខធម៌នឹងសួរថាតើត្រៃលក្ខធម៌នឹងជាសាសនាអីជាជនជាតិអីជាសត្វអីអត់មានគឺជាសាមញ្ញធម្មតាសម្រាប់សកលសត្វទាំងអស់សម្រាប់ផែនដីនេះទៀតសម្រាប់ព្រះអាទិត្យប្រច័នទៀតធម្មធាតុទាំងអស់គឺសិតតែតាំងនៅក្នុងអនិច្ចំទុក្ខំអនត្តានឹងឯងអញ្ចឹងព្រះអាទិត្យមិនមែនសម្រាប់សាសនាណាឬក៏សម្រាប់ជនជាតិណាយ៉ាងណាត្រៃលក្ខធម៌នេះក៏មិនមែនសម្រាប់សាសនាណាដូចគ្នាគឺសម្រាប់សត្វលោកប៉ុន្តែការដែលសត្វលោកចូលទៅពិចារណានៅត្រៃលក្ខធម៌នឹងមិនបានជួនកាលមកពីជនជាតិឬក៏មកពីរបាំងសាសនាដែលខ្លួនឯងប្រកាន់ទៅឃ្លាតឆ្ងាយអំពីការពិតនៃជីវិតនឹងចឹងបានជាសាសនាជាច្រើនដែលកើតឡើងមុនព្រះពុទ្ធសាសនាទៅទៀតឬក៏ដំណើរគ្នាសកលគ្នានឹងព្រះពុទ្ធសាសនានៅឥណ្ឌានឹងច្រើនណាស់ប៉ុន្តែផ្សាយចេញពីឥណ្ឌាអត់រួចដោយសារអីវាមិនសម្រាប់សកលលោកវាមិនមែនសម្រាប់ទាំងអស់គ្នាដូចជាសាសនាចេនឬក៏សាសនាអចែលអីចឹងទៅវាទល់តែត្រូវធ្វើដូចរបៀបរបស់គេដូចត្រូវស្រាតទាំងអស់គ្នាអញ្ចឹងហើយមកចូលជាមួយយើងមិនកើតហើយអាត្មាអីឲ្យបួសស្រាតដែរមិនបួសកើតទៅមិនរួចហើយសពថ្ងៃនៅតែឥណ្ឌាហ្នឹងទៅចេញទៅណាអត់រួចទេស្រាតទង្វងហ្នឹងតគ្នាអញ្ចឹងណាវាទល់តែធ្វើតាមរបៀបគេទាំងអស់ណាហើយដល់ទៅទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់មកឧទាហរណ៍ដូចជានិច្ចសិលអញ្ចឹងអត់បាននិយាយថាត្រូវរៀបកាយវិការយ៉ាងម៉េចទេណានិច្ចសិលហ្នឹងទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យគេទី3មិនប្រព្រឹត្តខុសក្នុងប្រពន្ធកូនអ្នកដទៃទី4មិននិយាយកុហកមិនសែបសារាមិនផឹកគ្រឿងស្រវឹងបំផ្លាញស្មារតីមើលសិក្ខាបទនឹងតាមពិតវាសម្រាប់ទាំងអស់គ្នាហេតុអីបានជាមិនត្រូវសម្លាប់ជីវិតពីព្រោះសត្វលោកទាំងអស់ស្រឡាញ់ជីវិតចង់រស់ដូចគ្នាអញ្ចឹងហេតុអីបានជាត្រូវតមិនលួចទ្រព្យសម្បត្តិអ្នកដទៃពីព្រោះម្នាក់ខំរកមកដោយលំបាកបាត់បង់ទៅស្ដាយសំណោះដូចគ្នាអញ្ចឹងធម៌នឹងវាមាននៅគ្រប់សន្តានចិត្តមនុស្សយើងអញ្ចឹងហេតុអីបានជាមិនចាំបាច់ត្រូវប្រព្រឹត្តខុសកូនប្រពន្ធអ្នកដទៃថាមកអំពីគ្រប់គ្នាសុទ្ធតែចង់រស់នៅដោយសុខសាន្តរវាងប្តីប្រពន្ធហេតុអីបានជាចាំបាច់តមិនកុហកបោកប្រាស់ថាគ្រប់ជាតិសាសន៍ទាំងអស់សុទ្ធតែត្រូវការនៅភាពពិតត្រង់សច្ចធម៌សច្ចភាពណាណាគេថាមិនត្រូវការធម៌សច្ចៈរាប់អានគ្នាធ្វើអាជីវកម្មជាមួយគ្នាតែចាំបាច់ចុះហត្ថលេខាសញ្ញេបោះត្រាអីហ្នឹងមកពីចង់ឲ្យមនុស្សនោះត្រង់កុំឲ្យកលិចកើតណាហើយហេតុអីបានជាត្រូវតមទឹកស្វឹងពីព្រោះទឹកស្វឹងវាបំផ្លាញមនុស្សបំផ្លាញស្មារតីសម្បីតែប្រទេសខ្លះមិនបានដាក់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋយកជាគោលធំមែនប៉ុន្តែការប្រព្រឹត្តរបស់គេនឹងដូចជាយកធัวនឹងយកទៅប្រព្រឹត្តដែរដូចជានៅអាមេរិកកាំងអីចឹងក្មេងអាយុក្រោម22ហ្នឹងអត់មានសិទ្ធទៅទិញស្រាផឹកទេហើយទៅទិញស្រាផឹកហ្នឹងទាល់តែមានបានមាន license ដូចបានបើកបរអញ្ចឹងណាបានទិញស្រាបានមិនមែនចេះតែប៉ាតណាប៉ាតណីទេយើងវាអត់មានច្បាប់អញ្ចឹងផងទេឲ្យតន់ស្លៀកខោជាប់ទៅឲ្យចេះកាន់ដបស្រាមែនណាមើលកាលណានោះកូនស្រីរបស់ប្រធានាធិបតី George W Bush អាយុទៅតែ19ទៅខ្ចី license គេទៅទិញស្រា
ជាប់គុកអស់មួយយប់គេចាប់បានភ្លាមទេទៅប្រធានាធិបតីថាកូនលោកខុសច្បាប់ហើយគាត់នឹងធ្វើមិនតែមកខុសច្បាប់ហើយដេកគុកមួយយប់សិនទៅហ្នឹងហើយដូច្នេះការដែលគេគិតនេះគឺមិនបានគិតថាជាធัวប្រពុតប្រាប់អីទេប៉ុន្តែគេគិតឃើញអញ្ចឹងហើយបានព្រះអង្គត្រាស់ថាអសិល5វាជាធัวរបស់មនុស្សវាមិនមែនធัวរបស់សត្វទេមនុស្សចេះគិតទៅគឺថាអាចរក្សាបានហើយអញ្ចឹងបានសិល5ជាដើមហ្នឹងមិនមែនមានត្រឹមព្រះសម្មាសម្ពុទ្ធត្រាស់ទេមានតាំងពីយូរមកហើយជាបរាណកធัวជាធัวរបស់អ្នកប្រាជ្ញបុរាណមានតាំងពីបុរាណមកណាហើយនៅអាមេរិកកាំងអីហ្នឹងបើកឡានអីតាគេដាក់បំពង់ផ្លុំទៅឃើញថាមានជាតិស្វឹងហ្នឹងលែងឲ្យបើកហើយភាកផាកពីនៃហើយលែងឲ្យបើកទៀតពីព្រោះគេឃើញអញ្ចឹងដែរថាអាហ្នឹងវាបំផ្លាញសុខភាពបំផ្លាញជីវិតនៅពេលបើកបរអីអញ្ចឹងស្រវឹងបើកធ្លាក់ភ្នែកទៅធ្លាក់ស្រែកលាប់ឡានទៅវាមិនមែនត្រូវគ្រោះថ្នាក់ទៅអ្នកបើកបរឯណាអ្នកជិះជាមួយឃើញទេឬក៏បរិយជាកោតទៅបុកគេបុកឯងទៅអញ្ចឹងគេគិតជីវិតនឹងសំខាន់ហើយព្រះអង្គក៏សម្ដែងដែរគេក៏គិតឃើញប៉ុន្តែវាឃើញមួយចំណុចឃើញវាមិនអស់តែគេអាច apply បានខ្លះអាចធ្វើបានខ្លះព្រះអង្គត្រាស់ថាទឹកស្រវឹងហ្នឹងវាជាហេតុជាទីតាំងនៃសេចក្តីប្រមាទមានន័យថាជាហេតុជាទីតាំងនៃការធ្វេសប្រហែសឃើញទេទោះបីយើងរៀនច្បាប់ចរាចរណ៍ចេះយ៉ាងម៉េចក៏ដោយដល់វាស្រវឹងហើយភ្លេចអស់ហើយវែងអស់ហ្នឹងវាជាហេតុជាទីតាំងនៃសេចក្តីប្រមាទព្រះអង្គថាអញ្ចឹងបានជាត្រូវតមនឹងឯងហ្នឹងណាអញ្ចឹងធัวទាំងអស់ហ្នឹងបើកាលណាមនុស្សមានពេលពិចារណាយកមកដាក់ក្នុងសង្គមណាសង្គមនោះបានសេចក្តីសុខសេចក្តីចម្រើនណាគោរពច្បាប់អីអញ្ចឹងដូចជាច្បាប់ចរាចរណ៍អញ្ចឹងនៅខ្មែរយើងភាគច្រើនខ្លាចតែប៉ូលីសឯងបើប៉ូលីសអត់ឃើញទៅភ្លើងស្តុបអីក៏ដោយប៉ុន្តែយើងនៅពោធិ៍សាត់នេះមានភ្លើងស្តុបផងមែនទេអត់ផងប៉ុន្តែប៉ូលីសឲ្យពាក់មួកដែរនោះហើយបើអត់ពាក់គេផាកម៉ាននោះម៉ាន3000គេឲ្យពាក់ក្បាលខ្លួនឯងសោះហ្នឹងណាគេឲ្យការពារក្បាលខ្លួនឯងសោះហ្នឹងក៏ពិបាកដែរហើយដល់ពេលអត់ពាក់មួកទៅដួលបែកក្បាលប៉ូលីសអត់ពិបាកហ្នឹងហើយអាងតែប៉ូលីសអត់ឃើញដូចរួចខ្លួនអញ្ចឹងហ្នឹងហើយបើយើងគិតតាមអត្តនីទានសិក្ខាបទឲ្យអស់ទៅអានឹងលួចដែរណាយាយអ្នកសាសិល5គិតហ្មងទៀតណាឡើយហ្នឹងបើជិះម៉ូតូខ្លួនឯងទីហោថាជិះពីនេះទៅមនីរតន៍បើប៉ូលីសឃើញអត់ពាក់មួកពីផាកម៉ាន3000ហ្នឹងហើយជិះម្ដងលួច3000ជិះម្ដងលួច3000ព្រោះច្បាប់វាកើតអញ្ចឹងយល់អត់ហ្នឹងហើយជិះតែម្ដងដាច់អត្តនីទានម្ដងហើយប៉ូលីសអត់ឃើញមិនរួចខ្លួនទេណាអញ្ចឹងបានព្រះអង្គថាចេតនាជាតួសិលមិនប៉ូលីសជាតួសិលទេចេតនាខ្លួនឯងអ្នកដឹងរបស់បងពុនបងអីក៏ដោយគឺថាកិច្ចពុនបានប៉ុន្តែអត់រួចខ្លួនទេណាប៉ុន្តែយើងអាងទៅប៉ូលីសមិនឃើញប៉ុន្តែប្រយ័ត្នប៉ូលីសស្រុកយើងផាកទៅវាមិនចូលរត់ដោយប៉ូលីសស្រុកគេវាចាយតែខ្លួនឯងខ្លះប៉ុន្តែធ្វើម៉េចបើប្រាក់ខែគ្នាទិញបើមិនយកខ្លះប្រពន្ធជេរងាប់ប៉ុន្តែចង់និយាយថាកាលណាយើងចូលទៅដល់ធម៌អស់មានជនជាតិអស់មានផ្លាកសាសនានេះសាសនានោះដែលយើងធ្លាប់ប្រកាន់ហើយប៉ុន្តែដោយសាររបាំងជនជាតិឬក៏របាំងនៃផ្លាកមកចង់និយាយថាផ្លាកសាសនា
từ thưa ai sạch lục dương nâng ngay âm pi ca tra đằng vẫn thấy dương ai hai ban hai đôi chia ở vạt tập bỏ vợ ông nâng hai tha bè put từ sạch nè dương về rồi pi ai hai ơi về tầm nuông chiên đằng ọt ban rồi put từ sạch nè hay sạch nè ní có mình miền ắt tận này đôi chia vạch na nụ crom để dương thọp che đằng đài bây giờ prai vô bịa tham religion để biết sao ông lê prai nút bút thảo vạt ní mình ai miền này cục cron này sasna nâng ai prai tha chia thôn nâng vị này nâng tại mà đòn nâng tập này cục cron được nông bịa tha pra put sasna chân bản sasna nâng chai chỉ bay thạnh cứ bạ để giặt tệ sasna bạ để bạt tệ sasna nâng bạ để về thẹ sasna tiệt nè chẳng bà ca này dân che tam sasna để dân thọp ra rồi ngày nâng cứ che mình cục cron và là dân tơ chỉ môi nâng phạ về thẹ sasna nâng thừa ơi chỉ vật tập bảo dân khliệt ngay ông pi sẽ trả thua vấn đề việc đọc mình ruồi tê bịa phạ bịa ấy nâng vấn là vợ ông ở dân kết bị chàn nà thà tụ bây chỉ dân sẽ đáp ông pi kru na sẽ đáp ông pi sasana na ông pi việt tiện na cả đời trời sẽ đáp đời vô thì sao mà đã xì cà ra nâng ca kết bị chàn nà thà ta vì bịa pon chỉ mùi chỉ vật dân đại rì tế ai nằm mọc nơi bởi giáo sốc chầm ra ơn đo ba triệu bon nâng là cốt đứa có đo luôn ấy nâng nẹt đợt tới đại rư tê sẽ đạp đòi bẩn đốc pui bà nhà tụ bây chỉ viện tiện nâng nước krong phla sasna ở vây khởi đòi xong bây tớiព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងជានិទានជាដកក៏មិនមែនជាដកនឹងកើតនៅក្នុងសម័យព្រះអង្គនឹងតែម្ដងទេជាដកនឹងកើតតាំងពីយូរតាំងពីអត់មានពុទ្ធសាសនាជាងកាលគេបួសតាមបែបជាព្រហ្មញ្ញឬក៏នៅក្នុងលទ្ធិអ្វីមួយប៉ុន្តែការប្រព្រឹត្តរបស់គេហ្នឹងវាអាចចាត់ទុកថាជាធម៌របស់សប្បុរសបានព្រះអង្គក៏លើកមកបង្រៀនយើងដែរដល់ហើយទៅសំបីតែការប្រព្រឹត្តរបស់សត្វដេរិឆានខ្លះសួរថាសត្វដេរិឆានហ្នឹងកាន់សាសនាអីថាអត់មានសាសនាអីទេពុទ្ធសាសនាក៏មិនមែនដែរប៉ុន្តែការប្រព្រឹត្តរបស់សត្វដេរិឆានហ្នឹងវាសំទំនងជួយគួរយកជាកតេបានក៏ព្រះអង្គលើកមកសម្ដែងប្រាប់យើងដែរនឹងចឹងមានន័យថាព្រះអង្គហែកផ្លាកចោលណាពីព្រោះសត្វលោកឆ្លោះតោះគ្នាដោយសារតែផ្លាកវណ្ណៈផ្លាកសាសនាឬក៏ផ្លាកស្អីដែលប្រកាន់ដោយអំណាចការប្រកាន់នឹងឯងនឹងចឹងកាលណាយើងហាយអាការប្រកាន់នឹងចេញហើយទោះបីប្រើថាជាសាសនាអីប្រើទៅទោះបីជាប្រើថាលទ្ធិអីប្រើទៅប៉ុន្តែសំខាន់ខ្លឹមសារនៅក្នុងនឹងដូចជាសម្លអញ្ចឹងផ្លាកឈ្មោះពីរោះមិនប្រកាសថាសម្លនឹងឆ្ងាញ់ទេសម្លខ្លះឈ្មោះមិនសូវពីរោះប៉ុន្តែឆ្ងាញ់មែនទេចឹងមែនទេញញោមនឹងមហូបគេឥឡូវជាងការគេដាក់ទីណាបុផាស្អីប៉ុន្តែគ្មានឆ្ងាញ់អីទេនឹងដូចមិនតន់លើសសម្លកកោផងនឹងពីព្រោះឈ្មោះវាគ្រាន់តែជាបញ្ញត្តិណាជាដាក់ឈ្មោះអីដាក់ទៅប៉ុន្តែសំខាន់ធាតុពិតវាប៉ុណ្ណាប៉ុណ្ណឹងហើយនិយាយពីស្ករហើយនឹងបណ្ដូលពេជ្របើយើងនិយាយពីឈ្មោះវិញណាបរោះជាងហ៎ស្ករហើយនឹងបណ្ដូលពេជ្រណាបរោះជាងបណ្ដូលពេជ្របរោះណានឹងពាក្យបណ្ដូលក៏បរោះពេជ្រក៏បរោះនឹងបណ្ដូលដួងចិត្តមែនទេនឹងហើយបណ្ដូលចិត្តដួងបណ្ដូលចិត្តបណ្ដូលពេជ្របរោះណាប៉ុន្តែភ្លក់មើល
នឹងនេះនឹងមកធ្វើថ្នាំផ្សេងបើនិយាយពីជាតិរបស់វាណាហ្នឹងហើយអញ្ចឹងមិនប្រកាសថាល្អឬអាក្រក់ទៅលើផ្លាកទៅលើឈ្មោះទេល្អឬអាក្រក់គឺអត្តន័យពិតរសជាតិពិតដូចជាធัวអញ្ចឹងនៅក្នុងព្រះធัวហ្នឹងអ្នកកាន់ពុទ្ធសាសនាហ្នឹងបើកាលណាមិនតាន់បានក្រេបនៅធម្មរសណារសនៃពធัวហ្នឹងពិតប្រកបទេទោះបីយកព្រះមកពាក់អង្គដូចថ្ងៃមុនតួបង្ហាញម៉ូដឥណ្ឌាមួយយកព្រះយកទៅធ្វើរូបសពុតរបស់ខ្លួនឯងអញ្ចឹងអានេះជួនកាលមិនដឹងថាគេគិតថាម៉េចដែរទេគេថាស្អាតទៅយ៉ាងតាមមើលហ្នឹងដូច្នេះកុំថាឡើយត្រឹមយកពពុតយកមករុំខ្លួនយើងធ្វើមកខ្សែកពាក់នៅអង្គយើងព្រះអង្គត្រាស់ដល់ប៉ុណ្ណេះបើអ្នកមិនចូលដល់ធម៌របស់តថាគតទេទោះបីអ្នកមកអោបតថាគតផ្ទាល់ទោះបីជាអ្នកមកកាន់ជាជីវរតថាគតផ្ទាល់ក៏អ្នកអត់ស្គាល់តថាគតទេអត់ឃើញតថាគតទេពីព្រោះអីពីព្រោះព្រះពុទ្ធនេះអត់បានដាក់ឈ្មោះទៅលើរូបកាយស្អុយនេះទេណារូបកាយព្រះអង្គនោះមានដីទឹកភ្លើងខ្យល់ដូចតែយើងអញ្ចឹងព្រះពុទ្ធមិនបានហៅចំពោះដីទឹកភ្លើងខ្យល់នឹងទេព្រះពុទ្ធបញ្ញត្តិឈ្មោះនឹងទៅលើតួបញ្ញាដែលត្រាស់ដឹងនៅសច្ចៈធម៌ហើយបើកាលណាយើងមិនសិក្សាអំពីសច្ចៈធម៌នឹងទេមានន័យថាបានតែផ្លាកបានតែឈ្មោះដូចគ្នានឹងស្រុកយើងអត្រាភាគរយនៃអ្នកកាន់ពុទ្ធសាសនាច្រើនប៉ុន្តែមិនបាច់ដល់អ្នកឃើញធម៌ទេគ្រាន់តែអ្នកយល់ថាពុទ្ធសាសនានឹងស្អីច្រើនទេច្រើនទេអ្នកខ្លះហ្នឹងគាត់អាត្មាសួរថាពុទ្ធហ្នឹងមនុស្សហើយទេវតាហ្នឹងឆ្លើយមិនត្រូវផងមិនបាច់និយាយដល់ទៅជាធម៌ស្អីដល់អញ្ចឹងដូចអាត្មាតែនិយាយថាកាលណាយើងអត់ស្គាល់ខ្លួនឯងឬក៏ទិសដៅដែលយើងដើរទៅមិនច្បាស់មនុស្សយើងធ្វើអីត្រូវតែច្បាស់ពុទ្ធបង្រៀនយើងថាធ្វើអីក៏ដោយត្រូវតែច្បាស់សិក្ខាបទអីក៏ដោយនៅក្នុងលក្ខណៈអីខ្ញុំធ្វើអញ្ចឹងត្រូវឬខុសឲ្យតែនៅក្នុងលក្ខណៈសង្ស័យយើងបងថាកុំធ្វើអ្វីត្រូវតែច្បាស់អាច្បាស់ហ្នឹងហើយដែលហៅថាសទ្ធានោះសទ្ធាហើយវាជ្រះវាថ្លាទៀតវាអត់មានមន្ទិលទេនៅពេលដែលយើងជ្រះថ្លាដូចស្ដាប់ធម៌ហ្នឹងជ្រះថ្លាទៅកើតមិនមែនពឹបជ្រះថ្លាទេណាអានិសង្ស5នៃការស្ដាប់ធម៌ទី1បានស្ដាប់នៅធម៌ដែលមិនធ្លាប់ស្ដាប់ទី2ស្ដាប់រឿយញឹកនឹងយល់ទី3កំចាត់បងសេចក្តីសង្ស័យទី4តម្រង់ទិដ្ឋិឲ្យត្រង់ទី5ជ្រះថ្លាណាជ្រះថ្លាមានន័យថាវាអស់មន្ទិលវាអស់សេចក្តីសៅមងផ្លូវចិត្តច្បាស់ក្នុងចិត្តថាការធ្វើនឹងពិតជាត្រូវហ្នឹងដែលហៅថាជ្រះថ្លាមិនមែនជ្រះថ្លាដោយមិនយល់ទេណាអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធចំណាយពុទ្ធកិច្ចហ្នឹងគឺថាការសម្ដែងធម៌ហ្នឹងតែម្ដងទោះបីមនុស្សម្នាក់ពីរនាក់សំខាន់គឺយល់ត្រូវសិនហើយនឹងបដិបត្តិត្រូវចឹងបានមានអ្នកផ្ញើសំណួរមកច្រើនណាស់សួរអាត្មាថាហេតុអីបានជាព្រះសម្មាសម្ពុទ្ធនឹងចាំបាច់ប្រោសអ្នកមានឧបនិស្ស័យមិនក៏មិនប្រោសសត្វលោកទាំងអស់តែហ្មងទៅអាមាននិស្ស័យស្រាប់ហើយវាសនុកហើយប៉ុន្តែអ្នកដែលមាននិស្ស័យហ្នឹងឯងតែត្រូវប្រោសមិនក៏ទុកឲ្យគ្នាវែងក្នុងសង្សារវដ្តអញ្ចោះមកពីយើងមិនយល់ពាក្យថាប្រោសហ្នឹងយ៉ាងម៉េចពាក្យខ្មែរប្រើពាក្យហ្នឹងជាប់គ្នាប្រោសប្រានប្រោសប្រណីប្រោសមេត្តាអនុគ្រោះដោយក្តីករុណាអញ្ចឹងការប្រោសរបស់ពុទ្ធហ្នឹងមិនមែនប្រោសឲ្យរស់ប្រោសពីចាស់ទៅក្មេងមិនអញ្ចឹងទេយើងច្រឡំពាក្យហ្នឹងអញ្ចឹងហើយបានជាពុទ្ធបរិស័ទហ្នឹងទៅចង់ឲ្យតែព្រះអង្គជួយឲ្យវាដល់កន្លែងផុតទុក្ខនឹងត្មងទៅដោយមិនចាំបាច់ធ្វើអីពុទ្ធបានប្រាប់ឲ្យថាកម្មចិន្តាដែលត្រូវឡើងទៅរកសេចក្តីសុខពិតប្រាកដហ្នឹងវាមាន3ថ្នាក់ថ្នាក់ទី1គឺបរិយ័តត្រូវសិក្សាត្រូវស្ដាប់ត្រូវរៀនឲ្យចេះថ្នាក់ទី2ត្រូវបដិបត្តិ
ទៅไปចូលទៅដល់ថ្នាក់ទី3គឺបដិវេទគឺចាក់ធ្លុះនៅសច្ចធម៌ហ្នឹងក្នុងโลกហ្នឹងមានប៉ុណ្ណាប៉ុណ្ណឹងណាលែងញាប់ញោលែងអីទាំងអស់មានខ្លួនឯងជាទីពឹងពិតប្រាកដហើយផ្លូវព្រះអង្គប្រាប់មកនៅតែចង់ឲ្យព្រះអង្គដើរជំនួសពុទ្ធមានតួនាទីត្រឹមតែត្រួសត្រាយផ្លូវឲ្យយើងដើរតែក្នុងគោលគំនិតពុទ្ធបរិស័ទហ្នឹងមិនព្រមយល់ថាពុទ្ធឲ្យផ្លូវពុទ្ធប្រាប់ផ្លូវចង់តែពឹងឲ្យព្រះអង្គដើរជំនួសវាទៅមិនរួចទៅមិនរួចទេណាដូចអ្នកដែលគេជួយធ្វើស្ពានយើងអញ្ចឹងជប៉ុនជួយស្ពានយើងអញ្ចឹងជួយត្រឹមតែធ្វើស្ពានទេតែឆ្លងមិនឆ្លងរឿងរបស់យើងអ្នកជួយនឹងជួយធ្វើស្ពានអញ្ចឹងអរិយមគ្គនឹងជាស្ពានទៅកាន់ព្រះនិព្វានឃើញទេហើយទៅឲ្យពុទ្ធទៅដើរជំនួសមិនទៀតធ្វើហើយយើងឧទាហរណ៍បន្តិចមើលឧទាហរណ៍ដល់ជប៉ុនកសាងស្ពានឲ្យហើយយើងទេស្ពានគ្រប់គ្រាន់ទេដល់ជប៉ុនមកពោខ្ញុំឆ្លងទៀតអញ្ចឹងអញ្ចឹងអត់ឲ្យជប៉ុនមកពោខ្ញុំឆ្លងទៀតនឹងបើខ្ជិលបងធ្វើស្ពានទៅធ្វើកត្រកហោះឲ្យតែហ្មងទៅមែនទេប៉ុន្តែអរិយមគ្គយើងស្ដាប់ពាក្យថាអរិយមគ្គហ្នឹងមគ្គហ្នឹងប្រែតែផ្លូវផ្លូវដ៏ប្រសើរអញ្ចឹងពាក្យថាផ្លូវគឺសម្រាប់ដើរមិនអញ្ចឹងផ្លូវសម្រាប់ដើរហើយដើរដោយវិធីអីដើរដោយការសិក្សាបដិបត្តិនឹងអញ្ចឹងវិធីដើរហ្នឹងគឺដើរដោយផ្លូវចិត្តមែនតែនទៅនោះហ្នឹងអញ្ចឹងបានមានឱកាសពេលវេលាហ្នឹងព្រះសម្មាសម្ពុទ្ធមិនលើកលែងមិនលះបង់ឲ្យតែសត្វនឹងមានឧបនិស្ស័យសូម្បីតែម្នាក់ក៏ព្រះអង្គទៅប្រាប់ដែរពីព្រោះវាមិនងាយប្រាប់ទេអំណាចប្រហែលពុទ្ធហ្នឹងក៏អត់ងាយប្រាប់សត្វលោកដែរពីព្រោះសត្វលោកច្រើនតែខ្ជិលចង់បានសម្រេចឯងហ្នឹងទេហត់ដូចជាអ្នកនៅតាមជនបទអីមកចេះតែទេសនាបញ្ញាបយលអីចឹងពេលតនេគាត់លេងតែបៀលេងតែកតុយលេងតែស្អីចឹងទៅអាត្មាក៏ពូជអ្នកស្រែប៉ុន្តែដឹងរឿងហ្នឹងបានអាត្មាចេះតែនិយាយហ្នឹងហើយចេះតែអូនតក្រហើយមិនមើលគេអ្នកមានគេអ្នកផ្សារពិសេសចិនហ្នឹងតែហ្មងហើយមានតនេណាមែនទេរវល់ឯតនេនឹងហើយដល់រវល់ចឹងហើយមានផ្ទះថ្មនៅចឹងសមអត់សមហើយបើកភ្នែកហ្នឹងគេគិតអីកៅឆាយកាល់ទេឃើញអត់ព្រួយណាកណ្ដាបើកភ្នែកមកធ្វើម៉េចឲ្យបានកៅឆាយសិនអីឯងបើកភ្នែកមកព្រោះស្ដាប់កតុយលេខវាខុសគ្នាអញ្ចឹងណាពុទ្ធប្រាប់ថាអំពើវាជាហេតុការងារហ្នឹងវាជាហេតុនៃសុខនិងទុក្ខយើងឃើញច្បាស់មានចាំបាច់ទៅមើលជាតិមុខអីមិនអញ្ចឹងហ្នឹងពីព្រោះអីបានវាក្រថាហេតុក្រនឹងវាមានពុទ្ធប្រាប់អាលវកយៈសួរព្រះអង្គថាតើធ្វើយ៉ាងណាដើម្បីឲ្យបានទ្រព្យសម្បត្តិទៅព្រះអង្គថាពុទ្ធាតាវិនតតេធនាំងព្រះអង្គថាអញ្ចឹងបុគ្គលដែលប្រឹងប្រែងព្យាយាមក្នុងកិច្ចការមុខរបររបស់ខ្លួនមិនខ្លាចនឿយហត់មិនឲ្យអន់ជាងស្មៅព្រោះស្មៅវាតស៊ូនឹងក្តៅត្រជាក់បានយ៉ាងណាមិញមនុស្សតស៊ូបំពេញព្យាយាមក្នុងកិច្ចការរបស់ខ្លួនគឺរមែងបានទ្រព្យសម្បត្តិវាខណ្ឌថាការងារធំវាបានច្រើនទៅតូចវាបានតាមតិចអញ្ចឹងទៅតាមហ្នឹងព្រះអង្គទៅជួបព្រះអង្គផ្ទាល់គេណាបុគ្គលទៅជួបព្រះអង្គផ្ទាល់មានតែពីណាទៅសុំកតុយលេខព្រះអង្គគាត់ថាបើចង់បានទ្រព្យត្រូវតែប្រឹងហើយយើងមើលរវាងចិនមកគេប្រឹងមួយឆ្នាំម្ដងហើយប្រឹងរាល់ថ្ងៃនោះហើយទៅនៅបរទេសចឹងដែរខ្មែរយើងភាគច្រើនហ្នឹងឲ្យតែមានបងប្អូននៅបរទេសហ្នឹងគិតថាអូបែបគេទៅកោបលុយយូរហើយយ៉ាងអាត្មាទៅដល់បានដឹងចេតនំតំណែងប្រាប់បងប្អូននៅស្រុកខ្មែរហ្នឹងបងប្អូនខ្លះនៅកាណាដាហ្នឹងគ្រាន់អត់ដែលមានពេលតភាកមីថងខ្វៅអីទេអត់ទេអត់មានទេណាព្រលឹមចេញទៅរហូតដល់ម៉ោង9ម៉ោង10អីមកដល់ផ្ទះពិសាបាយអត់ទាំងមានពេលអង្គុយពិសាទៀតឈរពិសាហើយមិនបានចានស្រួលទេអាចានណាប្រអប់យើងនោះអាប្រអប់
nè chàng snow rồi có chàng chua hô vậy bỏ cháu đó nè vợ miên pe liên chàng tiệt chẳng á nè khang miên hàng bỏ phân nan đây chẳng á lụ kia buôn nè nâng tha nhôm sấy tham gia từ mùi tham xạ từ chua lụ mùi con lưng spuk chương à càng nghe bộ cọt buôn nè phải hay dân khai buôn đọng nè phơm cáo đó nè chắc hết ban kỳ miên lôi xóa thơ bon thơ tiền nè để sống mới tôi sống tại bàn lối mày đấy mới tôi sống tại bàn lối phần đợt mà thành chẳng ta một cái miền đàm tuân cái miền xẹp với chè miền cho bậc na khó ọt sống thơ mình thà cro với cro hỏi bên dân thơ tam cro tới nào sẽ cây mà đàm nó đam cao ọt dân trong mà đón tụi bạc hàng món thích khởi nè màn vậy thứ xa vậy nhiệt dùng đạp khục nia phiện chân mà mình cu một quả đào nhiệt dùng nộp xa này thế mà tôi vĩnh hộp tiền nộp phần nâng bạn này phần khẩn tha mà vậy tới xa vậy cọt bạn đừng bị pro ấy bị pro vậy sẽ được cảnh tịch bộ phút nó có bỏ ông vậy bị sẽ được cảnh nâng này bởi do ba chợ bón của ông sầm đai buồn cái đấy tham viên cướp rương tầng nè từ dân ở sặc sà thì cất thà thô nó nong mà nước ôi chúc thôi ấy thì họ đôi tìm muối bảo thà ốt than là sam bật tìa prang prai ôi prang prai không niệm chỉ cái việc bao mà nước mình prang prai ra xa xa lọt bà này bên này tôi từ với dân vô thà để xa xa đó chụp thơ cả đó chụp rồi gì việc khó hảo vậy để bộ sầm đai máu vậy này cái này bên trong ôi chỉ vứt nâng là ó nè bạc chân phơi lọt cả ông sầm đai chẳng út than là sao để tôi tập prăng ba mình prăng thế rồi trọp sầm bát ọt bàn ba rồi trọp sầm bát mình bán thương mấy từ của so lại cả nhưng kịch mở mình chẳng nó từ thơ tiến có ọt cả từ từ xa sân có ọt cả pro sân ba mình prăng prai rồi sầm bát trọp nâng tề nâng thì dây sầm rap cái về tại sầm rap ba bị chết nếp xe con bọn tha út than là sam bật tỉa thì nè út than là sam bật tỉa út than nó cứ cáp chia diêm ở hát chia diêm trong cái càng nghe này tham nơi bị khmeng nơi tam sọc tham nó miên càng nghe cướp được đời tụ bay chi mình toàn miên mô tô chi cả nó về ở toàn tầm nơ về ở toàn miền lan chi phân chi và phép chi chân miền bị na chỉ bẹ cây rôm co hay nhìn nhau các bạn đọc mình mấy nhé ở miền là na bởi bẹ tận nia kia lụa đây sai lụa ấy order lỡ lụa đây sai mà phùm tham nó sao tập pi bay cru xa này cả với nó lụa oi cây order nhé lụa đây tình đại lụa đây tình mô tô chi anh chân đó chỉ bẹ tận nia kia chỉ bẹ chân xa cô có bấy lụa ở chân nó ấy tôi chua bị chân mà thua về khơi tiệt thông mà lớn nó mình miên khuôn anh đây sẽ đây phép ọt chỉ bẹ cái đấy nó tam phum nó chứ tôi nhận cho nó bọt ở ngày nó chỉ bẹ tận kia chỉ bẹ xây dây nhá vì pro ấy miên về phơi càng nghe chua chỉ nịch ban chỉ vì mình từ chấm bẹ kế khai sầu prang phơi sầu prang khai sầu lớ phơi sầu lớ rồi bị stress phơi chỉ cá ai rồi bị nắng phơi này sạt cứ tham mà năm nó bị miên càng nghe cho là hột đàn chân tới vì ở sâu tinh là bóp xa cho ra nó sống ấy bà lai bà ca ấy chẳng đó lớn mà năm phơi mà đỏ khai sái bàn phơi bên đây dân mới chùm này chai rồi ngày mình ấy nhìn không chai rồi ngày mình ấy chân mới có chân mình sâu cro chân chai rồi ngày đấy ta chân chô lò ngày đây mẹ nè nè tham ai chui kịch tịch nè mấy cái chân này có tham mau bị chân chai rồi ngày quan ta chô rồi ngày vì mình chố vì mình chỉnh mình chố mình chỉnh hay tôi dân coi chăm phơi sài mà năm mà đó mà năm mà đó tụ bay chỉ ban đọc liền cả đó tìm phone hồ kho ao thay sliệm mà cái flame khởi mà năng
ហើយតើឲ្យធ្វើដូចចិនមិនមែនទេអាត្មាចង់ផ្ដាំទៅញាតិញោមបងប្អូននៅតាមជនបទហ្នឹងថាស្អីដែលកាត់ចំណាយរាល់ថ្ងៃដូចជាដាំបន្លែចិត្តផ្ទះសក្តិចិត្តផ្ទះពូចិនគេទៅធ្វើផ្សារហ្នឹងរាល់ថ្ងៃមិនបាច់ដាំអាហ្នឹងក៏បានដែរព្រោះវាមានចំណូលរាល់ថ្ងៃបើសិនបើចិត្តផ្ទះធ្វើដូចមុនណាមានលហុងមានសក្តិមានស្អីនៅចិត្តផ្ទះហ្នឹងមានចាំបាច់ចំណាយអីទៅផ្សារច្រើននេះស្មាផ្ដាំទៅអ្នកស្រែនោះទេមិនមែននិយាយនេះទេពួកដីអ្នកផ្សារមានកន្លែងដាំសក្តិទេមានទេតាអូដីបន្តិចក៏ដាំដែរមែនណាណែឆ្លៀតអញ្ចឹងអ្នកខ្លះលើដបផ្ទះគេដាំនេះស្មាដើរទៅតាមជនបទហ្នឹងអត់ដាំគួយទៅអ៊ុតកតុយលេខគួយទៅបាំងផ្លិតស្អីបាំងផ្លិតបៀហ្នឹងហើយដូចចឹងក្រវាសំហើយពូពេលវេលាហ្នឹងណាយើងកេងចំណេញទៅវិញទៅមកពពុទ្ធសម្ដែងថាលបែងគឺជាប្រធាននៃសេចក្តីវិនិច្ឆ័យពពុទ្ធប្រាប់មិនស្ដាប់ព្រះអង្គសោះហើយចិត្តដំគ្នាថាកាន់ពុទ្ធសាសនាហ្នឹងវាក្រមែនទេជាចិននៅផ្សារកាន់ពុទ្ធសាសនាហ្នឹងមិនក៏មិនក្រនឹងហែកឋិនដល់ឆ្នាំនេះអ្នកហែធំមានតែចិនផ្សារហ្នឹងផងមិនក៏មិនក្រមែនអត់ហ្នឹងហើយក្រវាមានហេតុក្ររបស់វាទោះបីចំណូលអាត្មាផ្ដាំទៅបងប្អូននៅតាមជនបទថាចំណូលរាល់ថ្ងៃដូចចិនមិនមានប៉ុន្តែបើយើងដាំបន្លែបកាសម្រាប់ជាសម្លសម្រាប់បន្លែអីហ្នឹងមានន័យថាវាកាត់បន្ថយការចំណាយហ្នឹងហើយអញ្ចឹងវាទល់តែមានអាការកាត់បន្ថយចំណាយហ្នឹងហើយពុទ្ធបរិញ្ញាទាំងអស់អាទៅហ្នឹងបងបរិញ្ញាទាំងអស់ប៉ុន្តែគ្រាន់ថាទៅវត្តមិនសូវបានស្ដាប់ធម៌អញ្ចឹងទេហើយម្យ៉ាងទៀតមិនដែលបានគិតថាពុទ្ធនឹងណែនាំឲ្យរឿងអញ្ចឹងទេយល់ថាសម្រាប់អ្នកកាន់សាសនានឹងតើចាំចាស់ទៅកាន់សិលសម្រាប់កើតឋានសួគ៌ពួកខ្លាចធ្លាក់នរកនោះណាខុសពីអ្វីដែលព្រះសម្មាសម្ពុទ្ធចែករំលែកមកនឹងអញ្ចឹងដូច្នេះប្រទេសមួយដែលគេអាចអភិវឌ្ឍស្រុកទេសគេទៅបានគឺដើរតាមព្រះពុទ្ធនឹងឯងគឺគេត្រូវបង្រៀនប្រជាពលរដ្ឋរបស់គេនឹងឲ្យខ្លាំងគ្រប់គ្នាឲ្យចេះដើរគ្រប់គ្នាកុំឲ្យអសកម្មមើលអាមេរិកគាត់ថាប្រជាជនអត់ការងារធ្វើតែបន្តិចអាមេរិកចង់បះជើងពាក្យថាមានហ្នឹងមិនមានតែរដ្ឋមិនមានតែមន្ត្រីអត់ទេមករយៈសេដ្ឋកិច្ចធ្លាក់ខណៈប្រជាជនរៀងអសកម្មខ្លះអស់ការងារហ្នឹងអាមេរិកចង់បះជើងដែរយ៉ាងណាមិញស្រុកយើងចឹងដែរបើប្រជាពលរដ្ឋខ្មែរហ្នឹងគាត់អត់បានកែប្រែកន្លែងហ្នឹងទេចាំតែគេជួយហ្នឹងវាអត់តាមទ្រឹស្ដីពុទ្ធសោះពុទ្ធបង្រៀនថាអត្តាហិអត្តនោនេថោពុទ្ធបង្រៀនអញ្ចឹងមិនយ៉ាងដែលលឺទេថាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងទៅវាស្រួលដកដង្ហើមដូចញាតិញោមមានមុខរបរខ្លួនឯងអញ្ចឹងមិនសង្ឃឹមដេកចាំសុំលុយពីណាចាយសួរថាតើជីវិតនឹងស្រួលទេហើយបើរកអីអត់បានអើយបងអើយសុំ100មកចិត្តដេកសុំវិនេះសុំឯនោះណាសួរថាតើចាយលុយអញ្ចឹងស្រួលចិត្តអត់ក្នុងនាមយើងជាមនុស្សទទួលការខុសត្រូវខ្លួនឯងទល់តែមានការងារខ្លួនឯងមុខរបរខ្លួនឯងអានឹងទៅវាស្រួលចិត្តចង់ធ្វើអីចង់ធ្វើបុណ្យចង់ជួយបងប្អូនគឺខ្លួនយើងមិនចឹងនេះណាពុទ្ធបរិញ្ញាអញ្ចឹងពុទ្ធបរិញ្ញាអញ្ចឹងចង់ជួយអ្នកដទៃអ្នកត្រូវជួយខ្លួនឯងឲ្យមានខ្លួនឯងជាលំនឹងមកលើកឧទាហរណ៍មួយទៀតឧទាហរណ៍ក្នុងក្រុមគ្រួសារមួយទោះបីមានឪពុកជាអ្នកមានណាមានឪពុកជាអ្នកមានសម្បត្តិចិញ្ចឹមកូនទាំងអស់កន្លោះកមុំហ្នឹងណាហើយកូនហ្នឹងអត់ធ្វើអីដេកតែចាយសម្បត្តិរបស់ឪពុកហ្នឹងខ្ញុំសម័យទៅអនាគតមកកូនហ្នឹងអត់ចេះរកស៊ីទេប៉ុន្តែដឹងថាឪពុកនៅឪពុករកបានចេះតែឲ្យចាយចិញ្ចឹមរហូតចឹងអាចទេបានទេអនាគតគ្រួសារហ្នឹងមិនបើកូនអត់ចេះរកស៊ីសោះហ្នឹងតែអស់ពីឪពុកហ្នឹងទៅចប់ហើយហ្នឹងហើយយ៉ាងណាមិញបើប្រជាជនខ្មែរយើងនៅតែពឹងអំណោយពីនេះពឹងអំណោយពីនោះណា
ជាពិសេសពីបរទេសមកជួយចេះចុះអត់បានប្រឹងប្រែងកិច្ចការងារដោយខ្លួនឯងទេ10ឆ្នាំទៀត20ឆ្នាំទៀតនៅតែប៉ុណ្្នឹងចឹងបានមានពាក្យមួយគេថាគេប្រាប់ប្រទេសគេដែលគេរីកចម្រើនហើយគេថាបើអ្នកមិនដឹងថាតើ100ឆ្នាំមុនមនុស្សរៀបរស់នៅរបៀបណាទេអ្នកទៅស្រុកខ្មែរទៅឃើញហើយព្រោះស្រុកគេរស់មនុស្ស100ឆ្នាំមុនលែងឃើញហើយប៉ុន្តែគេថាអញ្ចឹងគេថាបើអ្នកចង់ដឹងថាមនុស្ស100ឆ្នាំមុនមានជីវភាពបែបណាអ្នកទៅស្រុកខ្មែរទៅឃើញហើយប៉ុន្តែស្រុកខ្មែរកុំដើរតាមទីក្រុងចេញពីទីក្រុងបន្តិចទៅតាមជនបទដាច់ស្រយាលអីទៅឃើញហើយខ្ទមកំសត់មិនមានអស់អាហ្នឹងគឺជីវភាពប្រទេសគេកាលពី100ឆ្នាំមុនយល់ទេយល់ខ្មែរនិយាយថាម៉េចហ្នឹងហើយអស់អីនិយាយហើយតែរាល់ថ្ងៃប៉ុន្តែខាងដូចជាការឆ្លើយតបទៅសំណួរគេផងម៉ែនឹងយកទៅឲ្យគេស្ដាប់វិញថាដែលប្រពុតចាំបាច់ប្រោសអ្នកមានឧបនិស្ស័យហ្នឹងយើងត្រូវដឹងថាតើប្រពុតប្រោសដោយអ្វីប្រោសដោយការពន្យល់ប្រោសដោយប្រធัวទេសនាអញ្ចឹងបានជាមានពាក្យជាប់គ្នាថាសូមនិមន្តប្រោសទេសនាឃើញទេប្រោសទេសនាហ្នឹងគឺពន្យល់អ្នកមានឧបនិស្ស័យចុះបើអ្នកនឹងអត់ស្ដាប់ផងទៅនិយាយមិនស្កើតពីព្រោះការប្រោសរបស់ព្រះពុទ្ធគឺការបញ្ចូលគំនិតបញ្ញាឲ្យមនុស្សចេះដើរឲ្យមនុស្សនឹងคล้ายទៅជាមនុស្សសកម្មណាដូចជាឪពុកចឹងដែលអាលើកមិញចឹងការជួយពិតប្រកបណាការចិញ្ចឹមវាចិញ្ចឹមហ្នឹងប៉ុន្តែជួយពិតប្រកបហ្នឹងគឺការផ្ដល់ចំណេះដឹងឲ្យកូនបង្រៀនកូនឲ្យមានមុខរបរបង្រៀនកូនឲ្យចេះតស៊ូក្នុងជីវិតអត់ពីឪទៅរស់កើតរបៀបពុទ្ធជួយសត្វលោកហ្នឹងអញ្ចឹងឲ្យចេះគិតចេះពិចារណាចេះធ្វើដោយខ្លួនឯងនឹងអញ្ចឹងធម៌ទេសនាចប់ប៉ុណ្្នឹងឯងសូមអនុមោទនាណាព្រះបូជាពធបានមែនណាវណ្ណាកណាគ្រប់អង្គមួយអង្គ50000 7អង្គហ៎7 5ដង35ហើយសល់ប្រមាណទៀតនឹងទុកឧបត្ថម្ភកម្មវិធីវិទ្យុភេសជ្ជៈងេកឬត្អូញអត់ភេសជ្ជៈហ្នឹងហើយកម្មវិធីសាក់ជាពុតនោះសូមអនុមោទនា